សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងបន្តសាច់រឿង The Boy Update យើងជាបន្តទៀតតែជាដំបូងអ្នកដែលមិនទាន់បានជួយ Subscribe សូមជួយ Subscribe បងមក Channel ខ្ញុំម្នាក់មួយមកដើម្បីខ្ញុំមានទឹកចិត្តដើម្បីធ្វើរឿងនេះបន្តទៀតឲ្យបងប្អូនទាំងអស់គ្នាទស្សនាអូខេយើងចាប់ផ្ដើមរឿងនេះដូចតទៅយ៉ាងមិនហើយសាក់ហមចង់ធ្វើការជាមួយយើងអត់ពេលនោះខ្ញុំហូក៏ច្បាំសលឹងមុខវាហើយជាអូនក៏មានឆ្ងល់ថាពួកនឹងជានរណាស្រាប់តែមកសទុះក្រោយមកនាងក៏បានយកដៃមកទប់មាត់ដូចភ្ញាក់ផ្អើលណាស់អញ្ចឹងហើយមកនិយាយសួរខ្សឹបសួរទៅកាន់ចង្ហូថាអ៊ីចង្ហូតើពួកវាជាក្រុម gangster ឬក៏ក្រុមបងតូចបងធំដែលខ្ញុំមើលនៅក្នុងរឿងហ្នឹងមែនទេពេលនោះចង្ហូក៏និយាយថាត្រូវហើយពេលនោះពួកហ្នឹងក៏នាំគ្នាសើអញ្ចឹងណាប៉ុន្តែចង់ជាអូនក៏ចាប់ដើមសួរទៀតថាពួកហ្នឹងនៅក្នុងរឿងខ្ញុំបានឃើញថាពួកវាមានប្រើកាភ្លើងហើយមានប្រើថ្នាំទៀតមានថ្នាំប្រើថ្នាំញៀនហើយលេងកាភ្លើងមានកាភ្លើងទៀតត្រូវអត់ចង់ហូក៏និយាយថាវាមិនចឹងទេវាមិនចឹងទាំងស្រុងទេពេលនោះជាអូនក៏និយាយថាមែនទេខ្ញុំបានឃើញនៅក្នុងរឿងគឺពួកហ្នឹងមានកាភ្លើងមានប្រើថ្នាំទៀតហើយពួកហ្នឹងជាមនុស្សអាក្រក់ពេលនោះអាមួយមុខឌឺនឹងក៏និយាយដែរពួកឯងដូចនិយាយគ្នាយូរដល់ហើយកាលឲ្យចម្លើយឯងពួកឯងពិតជាធ្វើឲ្យឯងហ្នឹងពិបាកអត់ធ្ងន់មែនទេពេលនោះជាអូនក៏ងាកមកនិយាយទាំងខៅថាអាចង់រ៉ៃយោមិនឯងនិយាយអីញ៉ៃអញ្ចឹងតែចង់ងាប់មែនមួយមុខឌឺហ្នឹងក៏ចាប់ដើមនិយាយថាមីក្មេងចង្រៃនេះមិនក៏ហ៊ាននិយាយចង់ដាក់យើងផងសារតែពេលនោះជាអូនក៏និយាយថាមានដឹងអត់ថានៅទីនេះនរណាខ្លាំងជាងគេនេះម្នាក់នេះគេគឺជាមនុស្សដែលខ្លាំងគេអាចវាយឈ្នះមនុស្សដល់ទៅ7 8នាក់តែម្នាក់ឯងតែប៉ុណ្ណោះពេលនោះលឺអញ្ចឹងស្រាប់តែក្រុមព្រំបងតូចបងធំហ្នឹងគឺនាំគ្នាសើចមែនតើដែលគេនិយាយថាខ្ញុំជឿទេមើលមុខវាឡើងស្លូតហើយរាងកាយស្គមអញ្ចឹងតើខ្លាំងត្រង់ណាពេលនោះពួកវានាំគ្នាមកដើរមកពាត់ជុំវិញចង់ហូអញ្ចឹងណាហើយពេលនោះជាអូនគេនិយាយថាពួកវាមកដល់ហើយចង់ហូតើគូធ្វើអីម្យ៉ាងទៅពេលនោះចង់ហូក៏ចាប់ដើមគិតថាខ្ញុំនិយាយតាមត្រង់ខ្ញុំពិតជាមិនចង់ចំណាយសបុតខ្ញុំឆាស់សោះប៉ុន្តែឥឡូវនេះវាជាលក្ខខណ្ឌចាំបាច់ហើយអញ្ចឹងគាត់ក៏ចាប់ដើមទាញសបុតគាត់យកមកប្រើអញ្ចឹងណាតែបន្ទាប់បានប្រើហ្នឹងស្រាប់តែមានគ្នាវាពីក្រោយមកចាប់គាត់អោបពីក្រោយជាប់ហើយបន្ទាប់មកគួយក៏បានសកត់ក្បាលគាត់ជាប់ដីអញ្ចឹងណាហើយមានអាម្នាក់ទៀតមកចាប់ដៃជាអូនអញ្ចឹងណាហើយនាំគ្នានិយាយចង់និយាយថាពួកវានាំគ្នាថាឲ្យថាអាហ្នឹងខ្លាំងមែនទេមើលទៅដូចជាខ្សោយអញ្ចឹងឯងមកស្ទុះក្រោយមកស្រាប់តែមានម្នាក់បើកទ្វារចេញមកស្ទុះចេញមកអញ្ចឹងណាហើយពេលនោះពួកវានាំគ្នាបានកន្លែងទឹកឃើញអញ្ចឹងហើយម្នាក់ហ្នឹងគាត់ឈ្មោះថាPark Jong-so គាត់គឺជា Student Council President បើថាជាបកជាខ្មែរទៅគឺប្រធានក្រុមប្រឹក្សាសិស្សជាអ្នកជាប្រធានក្រុមប្រឹក្សាសិស្សនៅក្នុងសាលាហ្នឹងអញ្ចឹងណាពេលនោះគាត់មកនិយាយថាពួកឯងកុំធ្វើអញ្ចឹងពួកឯងធ្វើអញ្ចឹងវាពួកឯងកំពុងតែបង្កបញ្ហាហើយដឹងអត់ថាសាលាត្រៀមនឹងបច្ចាចាត់ធិការជាមួយពួកឯងត្រូវតែប្រយ័ត្នខ្លួនគាត់ចេះនិយាយទៀតថាឥឡូវគ្រូកំពុងចាំពួកឯងនៅក្នុងអូហ្វីសឆាប់ទៅពេលនោះប្រហែលអ្នកហ្នឹងក៏នាំគ្នាគិតឲ្យក៏ប្រឡែងចង់ហូរចាញ់អីចឹងណាហើយដល់និយាយថាពីរអ្នកនេះពិតជាសំណាងមែនណាជាពិសេសក្មេងស្រីឈួតហ្នឹងអញ្ចឹងគាត់ក៏ចាប់ដើមនិយាយថាតោះប៉ណ្ណឹងបានហើយយើងចេញទៅសិនណាហើយបន្ទាប់មកមួយនោះក៏និយាយថាអ្នកទាំងពីរពិតជាសំណាងមែនបើមានលើកក្រោយប្រហែលជាមិនសំណាងដូចថ្ងៃហ្នឹងទេនៅពេលពួកហ្នឹងចេញទៅអញ្ចឹងណាធានក្រុមប្រឹក្សាសិស្សហ្នឹងគាត់ក៏មើលទៅកាន់ពួកចង់ហូហើយក៏និយាយថាចេះឥឡូវក៏ដឹងចូលរៀនបានមកដល់ហើយអញ្ចឹងនាំគ្នាចូលរៀនទៅហើយយ៉ាងណាក៏ដោយកុំពាក់ព័ន្ធជាមួយក្រុមពួកបងតូចបងធំហ្នឹងទៀតវាពិតជាគ្រោះថ្នាក់ណាស់ឬអត់ពេលនោះចង់ហូក៏និយាយថាបានខ្ញុំដឹងហើយអរគុណច្រើនពេលរឿងនោះក៏បានចាត់មកពេលមួយដែលចង់ហូកំពុងតែអង្គុយនៅលើបង់ហ្នឹងស្រាប់តែជាអូននៅតែកំពុងតែល្អូមកកាន់គាត់និយាយទៅកាន់គាត់និយាយអត់ឈប់ទេនិយាយលក្ខណៈយប៉ែហ្នឹងគឺនិយាយអត់ឈប់ហ្មងលក្ខណៈនិយាយរហូតហើយមើលទៅវាមួយយ៉ាងដែរហើយចង់ហៅក៏និយាយថាពិតជាគួរឲ្យធុញណាគាត់ជាគួរឲ្យទោចណាប៉ុន្តែពេលនោះស្រាប់តែជាអូនក៏នៅបន្តនិយាយទៀតថាហេតុអីបានជាលោកមិនធ្វើអីមួយយ៉ាងពេលដែលពួកនឹង
កំពុងតែធ្វើសកម្មភាពហ្នឹងពួកហ្នឹងនិយាយទៅខ្ញុំគិតថាពួកវាមានទាំងភ្លើងមានប្រើប្រាស់ថ្នាំញៀនទៀតអញ្ចឹងគួរតែចាប់ពួកវាយកទៅឲ្យប៉ូលីសអីចឹងណាចាប់ពួកវាអស់យកទៅឲ្យប៉ូលីសហើយចុងហោក៏និយាយដែរតែយើងមានផុសតាំងមកពីណាហើយយើងធ្វើអញ្ចឹងវាមិនកើតហើយអ្វីដែលអ្នកឃើញហ្នឹងគ្រាន់តែជាក្នុងរឿងហ្នឹងហើយការពិតវាមិនប្រកាសតែអញ្ចឹងទាំងអស់ទេវាមិនមានកភ្លើងមិនមានប្រើប្រាស់ថ្នាំអីផងអត់ឃើញហ្នឹងចង់និយាយថាអ្វីដែលជាអូននិយាយហ្នឹងគឺអ្វីដែលគាត់បានមើលនៅក្នុងរឿងពួកអក្រិតកម្មអីធំអីចឹងណាហើយគាត់និយាយថាអ្នកឯងមើលរឿងប្រហែលជាអត់មានបានមើល subtitle គេទេអត់មានមើល title ចឹងណាចង់និយាយថាចង់ហៅមើលភាសាគេចឹងមើលអត់យល់ណាបានជាយកមកគិតទេផ្ដាស់ចឹងប៉ុន្តែចង់ហៅជាអូនក៏និយាយថាខ្ញុំមើលរឿងដែលខ្ញុំមើលគឺអត់ភាសាអត់មាន subtitle ខ្ញុំអត់មើលទេអា subtitle ហ្នឹងដូចអក្សរដែលរត់នៅក្រោមរឿងមួយចឹងណារឿងខ្លះមាន subtitle ចឹងណាចង់និយាយថាពេលខ្ញុំគិតថាពួកយើងទាំងអស់គ្នាប្រហែលជាស្គាល់ថា subtitle ស្អីគេពេលនោះជាអូនគាត់នៅតែបន្តស្រ័យទៀតគាត់ថាហេតុអីបានជាលោកមិនមើលឃើញពួកហ្នឹងក៏បាននិយាយអីមកកាន់ខ្ញុំខ្លះពួកហ្នឹងពិតជាគួរឲ្យស្អប់ណាពួកពិតជាអាក្រក់ណានិយាយទៅហេតុអីបានជាលោកមិនវាយវាព្រោះនិយាយទៅលោកអាចវាយឈ្នះក្រុមចាប់ចម្រិតអាចជួយចាប់ពួកវាបានហើយអាចជួយខ្ញុំចេញមកបានតែគ្រាន់តែក្រុម gangster ក្រុមបងតូចបងធំតូចតាចប៉ុណ្ណឹងលោកមិនអាចធ្វើអីបានអញ្ចឹងណាពេលនោះចង់ហៅនិយាយថាវាមិនធម្មតាអញ្ចឹងពេកទេជាអូនក៏នៅតែបន្តស្រែកបន្តយំបន្តនិយាយអីចឹងមិនតែនិយាយមើលទៅដូចជាមើលទៅប្រកាយល្អូតមជាអូនហ្នឹងហើយមើលទៅគួរអាណិតចង់ហៅផ្សំបែកជាខ្លាំងជាងថាំងជែងសូត្រធေါ်ឲ្យស៊ុននូខុងទៀតមើលទៅហើយគាត់និយាយថាខ្ញុំពិតជាសំណាងអាក្រក់ណាស់មិនគួរណាមានលោកជាអង្គរៈប៉ុន្តែมันអាចធ្វើអីបានសោះត្រូវគេវាយទៀតលោកពិតជាអន់ណាស់ពេលនឹងចង់ហូរគាត់ឈឺក្បាលមែនទែនគាត់និយាយថានិយាយច្រើនណានិយាយច្រើនមែនទែនហើយជាអូនក៏បន្តនិយាយទៀតថាខ្ញុំពិតជាស្អប់ពួកអចង្រៃយកហ្នឹងណាហើយបើសិនជាមានរឿងនឹងកើតឡើងនៅពេលក្រោយទៀតខ្ញុំនឹងប្រាប់ឪពុកខ្ញុំឲ្យចាប់ការពួកវាចោលហើយពេលនោះនាងក៏បាននឹកចាំពីរឿងមួយអញ្ចឹងណាដល់ពេលនោះគាត់ក៏អាមុខឌឺហ្នឹងក៏កាន់ទូរស័ព្ទនិយាយថាពិតជាល្អណាស់ថតបានស្អាតទៀតពេលនោះយើងដឹងថាវាបានថតជាអូនណាកន្លែងណាមិនដឹងយើងអត់គេអត់បានបញ្ជាក់ថាថតអីគេអញ្ចឹងណាចង់ហូក៏បានរត់មកដល់គាត់និយាយថាឆាប់លុបរូបថតនោះចោលទាំងអស់ភ្លាមបើមិនអញ្ចឹងទេយើងនឹងសម្លាប់ឯងអាមុខឌឺក៏បាននិយាយថាអូដើរតួជាអ្នកក្លាហានហ្នឹងណាព្យាយាមជួយស្រីស្អាតហើយមើលទៅដូចជាខុសតំណងតិចហើយពេលនោះចង់ហូក៏និយាយថាបើឯងមិនឆាប់លុបទេឯងប្រកាសជាមានរឿងជាមួយយើងពេលនោះជាអូនក៏បានរត់មករាំងហើយនិយាយថាអាចងឯងឆាប់លុបរូបថតនោះចោលភ្លាមពេលនោះអានោះនិយាយថាញ៉ៃពិតជារំខានមែនតើឆាប់ចេញទៅពេលដែលវាយាដៃរត់ទៅចាប់ជាអូននោះស្រាប់តែចង់ហូក៏បានយកដៃរបស់គាត់នោះមកចាប់ដៃរបស់វាហើយនិយាយថាឆាប់លុបរូបថតនោះចោលភ្លាមពេលនោះអានោះនិយាយថាអូពិតជាខ្លាំងគ្រាន់បើមិនអីទេឥឡូវយើងមានកិច្ចការមួយដែលសบายធ្វើជាមួយគ្នាឥឡូវយើងឯងចេះលេងបាល់អត់បើសិនជាឯងឈ្នះយើងនឹងលុបរូបភាពនោះប៉ុន្តែបើឯងចាញ់គ្រាន់តែប៉ុណ្្នឹងចង់ហូភ្ញាក់ផ្អើលបដ ாய் ក៏ចាប់បោចចាប់ក្រួយកអាវវានិយាយថាអាចង្រៃយកឲ្យហ៊ាននិយាយអីមិញពេលនោះពួកនឹងក៏នាំគ្នានិយាយថាតោះដល់ម៉ោងយើងត្រូវប្រកួតបាល់តតហើយតោះយើងនាំគ្នាលេងបាល់ពេលនោះចង់ហូក៏ចាប់ដើមនិយាយថាចង្រៃមែនណាមនុស្សច្រើនផងបើមនុស្សតិចអញបាយអាងាប់ពេលនោះស្រាប់តែមុខឌឺនឹងនិយាយថាឥឡូវចាប់ដើមបើឯងឈ្នះឯងយើងនឹងលុបរូបថតនោះចោលជាអូនក៏បានមកចិត្តចង់ហូក៏សួរចង់ហូថាលោកចេះលេងបាល់អត់ហើយយើងមិនគុំអីហីប៉ុន្តែចង់ហូក៏សម្លឹងទៅកាន់ជាអូនហើយក៏និយាយថាមិនអីទេចាំមើលខ្ញុំទុកចិត្តលើខ្ញុំទៅខ្ញុំនឹងធ្វើឲ្យវាបាក់មុខខ្ញុំនឹងយកជ័យជំនះឲ្យបានពេលនោះការប្រកួតនឹងក៏បានរៀបចំចាប់ផ្ដើមហើយមានមនុស្សជាច្រើនបានមកអង្គុយមើលអ្នកខ្លះគាត់ថត live ទៀតដោយគាត់បាននិយាយថានោះជុនហូជាអ្នកដែលជំនាញខាងផ្នែកកីឡាករបាល់ទាត់តាអូខេរឿងរបស់យើងបានបញ្ចប់ហើយសូមអរគុណសម្រាប់បងប្អូនទាំងអស់គ្នាហើយថ្ងៃនេះហើយពងកខ្ញុំមិនគ្រាន់បានតិចបានអង្គុយធ្វើវីដេអូប៉ុន្តែគ្រាន់តែថាធ្វើវាតាំងពីថ្ងៃតែធ្វើអត់បានចប់ព្រោះដោយសារតែមានការរំខានរហូតថ្ងៃមិញអស់ពីភ្លៀងគឺម៉ែជេអត់ដឹងរឿងអីទេនិយាយទៅគឺថតអត់កើតហ្មងថ្ងៃហ្នឹងនិយាយទៅ
អញ្ចឹងឲ្យបានធ្វើរៀងយប់បន្តិចសូមបងប្អូនកុំប្រកាន់នេះហើយពងកខ្ញុំឥឡូវរៀងស្រួលហើយអរគុណបងប្អូនដែលបានឆាតសួរអញ្ចឹងណាហើយជាពិសេសគឺបង2នាក់ដែលគាត់បានឧបត្ថម្ភឲ្យខ្ញុំផ្ទាល់គឺបងឈ្មោះទុំរទ្ធី$1និងបងសានចម្រុងគឺ$1ដូចគ្នាអរគុណគាត់មែនតែនដោយសារតែទឹកចិត្តរបស់គាត់អាហ្នឹងណាហើយបើមានបងប្អូនណាគាត់ចង់ឧបត្ថម្ភអាចឧបត្ថម្ភនៅ QR code ខាងលើនេះបានហើយសូមអរគុណមែនតែនសម្រាប់វីដេអូ YouTube នេះគ្រាន់តែជាចំណូលចិត្តគឺអត់មានចំណូលអីទេគឺវាធ្វើទៅយើងដំបូងអញ្ចឹងវាអត់មានចំណូលអីទេអញ្ចឹងអរគុណបងប្អូនអរគ្នាដែលបានទស្សនាហើយនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងអញ្ចឹងវីដេអូនេះខ្ញុំធ្វើបន្តខ្ញុំនឹងព្យាយាមធ្វើឲ្យទៀងទាត់សម្រាប់បងប្អូនទាំងអស់គ្នាណាអញ្ចឹងបងប្អូនកុំអានរត់ចោលខ្ញុំហើយសូមនៅជាមួយគ្នាទាំងអស់គ្នាណាជាមួយនៅរឿងបន្តទៀតគឺ The Boy Update